ជារួមខ្ញុំឃើញមានអាចនឹងមានទម្រង់3ទៅអនាគតក្នុងស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាទម្រង់មួយគឺល្អគេហៅថា best scenario គឺជំរើសដែលល្អគឺជាជំរើសដែលរដ្ឋាភិបាលនឹងបើកចំហធ្វើមិនឲ្យមានដំណាភាពឲ្យមានការចូលរួមពេញលេញពីពលរដ្ឋពីអង្គការសង្គមស៊ីវិលពីគណៈបព្វប្រឆាំងដើម្បីឲ្យមានការកែតម្រង់ពិតប្រាកដបើសិនជារដ្ឋាភិបាលគាត់ធ្វើការផ្លាស់ប្ដូរខ្លួនឯងកុំឲ្យគេផ្លាស់ប្ដូរតន់ទីហោថាបើអត់មួយទឹកទេយើងមួយទឹកដោះសាប៊ូអីខ្លួនឯងទៅកុំឲ្យគេទៅដោះឲ្យទុកយូរពេកគេទៅដោះឲ្យហើយចឹងអាហ្នឹងអត់អីទេបើកចំហធ្វើមិនកាត់បន្ថយភាពក្រីក្រនឹងបានល្អបើថាការពារព្រៃឈើប្រកាសថាការពារឲ្យបានល្អថាការពារជនអន្តោប្រវេសន៍កុំឲ្យចូលប្រកាសថាកុំឲ្យចូលកុំបន្លំបន្លំចាចឹងអាហ្នឹងអត់អីទេអាហ្នឹងគឺដំណើរការល្អ scenario ហ្នឹងគឺល្អគេហៅថាជំរើសល្អបំផុត best scenario ចាប៉ុន្តែទម្រង់ទី2អាចទៅអនាគតអាចក្នុងស្ថានភាពអញ្ចឹង